បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបំណងចិញ្ចឹមសត្វអញ្ចឹងយើងត្រូវគិតគូរអំពីពូជស្មៅចំណីសត្វជាមុនសិនអញ្ចឹងពូជស្មៅចំណីសត្វដែលយើងត្រូវយូរដាំបើសិនជាបងប្អូនអាចបងប្អូនដាំជាមួយនឹងហ្គីណេនេះនៅខាងមុខបងប្អូនទាំងអស់គ្នាគឺជាប្រភេទហ្គីណេបងប្អូនណាហ្គីណេគឺលូតលាស់លឿនបែបនេះបងប្អូនគឺលូតលាស់លឿនណាកន្លែងនេះគឺខ្ញុំអត់បានថែរក្សាវាត្រឹមត្រូវទេហើយក៏អត់បានបាច់ជីដែរតែបន្ទាប់ពីត្រូវភ្លៀងមួយមេពីរមេបងប្អូនមើលណាគឺខ្ចីលវក់តែម្ដងនេះឃើញទេគឺខ្ចីលវក់តែម្ដងគឺស្អាតបងប្អូនស្អាតហ្គីណេនេះគឺស្អាតទន់លវក់តែម្ដងដល់កន្លែងវាលនេះគឺខាងខ្ញុំឲ្យកាលហ្នឹងភ្លើងឆេះបងប្អូនណាដល់ភ្លើងឆេះហើយក៏យើងអត់បានយកសៀតបន្លោះហ្នឹងវិញណាដែលអញ្ចឹងធ្វើឲ្យស្មៅហ្នឹងគឺបាត់បង់អស់ច្រើនដែរប៉ុន្តែអត់អីទេបងប្អូនចាំមើលដល់តិចទៀតដល់វាឡើងទៅដល់លឺហើយនៅពេលដែលវាចាប់5ផ្កាវាហើផ្កាមកគឺធ្លាក់ពេញហ្នឹងគឺសុទ្ធតែស្មៅដោះទាំងអស់តែម្ដងទីបងប្អូនមើលទៅមុខស្អាតណាបងប្អូនណាឃើញស្អាតណានេះខ្ចីលវក់តែម្ដងបងប្អូនខ្ចីលវក់ស្រស់បំប្រងតែម្ដងបងប្អូនណាកន្លែងនេះកន្លែងសតដើមស្វាយពីដើមមកខ្ញុំអត់ដាំណាឥឡូវយើងមើលកន្លែងណាដែលមានចឹងសម្រាប់បងប្អូនអស់គ្នាដែលត្រូវការនៅប្រភេទពូជហ្គីណេនេះអាចធ្វើការទំនាក់ទំនងមកខ្ញុំអត់បានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ0 9 8 5 8 3 25និង0 9 9 35 85និង35ខ្ញុំអត់មានសេវាសម្រាប់ផ្ញើចេញគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាបងប្អូនណានេះឃើញបងប្អូនគឺស្អាតណាចឹងសូមអរគុណសម្រាប់ការតាមដានវីដេអូហើយកន្លែងនេះកន្លែងដែលខ្ញុំទុកឲ្យឆ្លងហាក់បានប្រហែលថ្ងៃឥឡូវឡើងមកវិញហើយបងប្អូនស្អាតណាស់បងប្អូនអើយចាំមើលដល់តិចទៀតហ្នឹងឡើងដោះចិត្តទាំងអស់តែម្ដងអត់មានកន្លែងទំនេរទេសូមអរគុណ